អតិតមុនបេះស្វាយអតិតនេះមកបេះផ្លែមូនម្ដងបងប្អូនអើយនេះចាប់ដើមទុំបដានេះពេញដើមដាក់កម្មជាដាឡើងបេះពីអ្នកកូនបេះបដាញ៉ាំបដាគ្មានលៀងគ្មានអីទេអាងតអត់មានជាតិគីមីផ្លែឈើធម្មជាតិដាំខ្លួនឯងហ៎ហើយម្យ៉ាងទៀតស្រោចទឹករាល់ថ្ងៃចឹងវាមានដីមានអីទេអាហ្វាផ្លែមូនឆ្ងាញ់ហ៎ផ្លែមូនឆ្ងាញ់ណាស់មានរសជាតិផ្អែមផ្លែមូនតបេះពណ៌យ៉ាងក្រហមហើយវានៅជូរតើតបេះពណ៌យ៉ាងខ្មៅបងប្អូនបានផ្អែមឆ្ងាញ់តែពណ៌ខ្មៅចេះវាទន់ណាអញ្ចឹងវាឆាប់អៀចទុកយូរបានទេទុកបានតែមួយថ្ងៃអីហ្នឹងចាប់ដើមឡើងទឹកអៀចហើយអញ្ចឹងវិធីដែលល្អគឺថាបេះថ្ងៃហ្នឹងញ៉ាំថ្ងៃហ្នឹងបើថាញ៉ាំអត់ទាន់ទេទៅយកទៅដាក់ជាន់កកទៅផ្លែមូននេះញ៉ាំស្រស់ក៏បានយកទៅធ្វើចែមទុកញ៉ាំជាមួយនំប៉័ងក៏បានឬក៏ក្លុកធ្វើ smoothie ក៏បាននិយាយទៅធ្វើបានច្រើនមុខបងប្អូនមើលតំណងបេះលេងសោះចិត្តបានមកកញ្ច្រែងដែរ